មូលហេតុអីដែលធ្វើឲ្យមនុស្សយើងធំនឹងក្តីមុខចាស់អាយុច្រើនមិនប្រកាសថាធំនឹងក្តីមុខក្មេងអាយុតិចមិនប្រកាសថាលាក់ឡក់អត់ដឹងអីវីដេអូនេះខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាអំពីមូលហេតុ3យ៉ាងដែលធ្វើឲ្យយើងធំនឹងក្តីស្ដាប់ឲ្យដល់ចប់ហើយអ្នកទាំងអស់គ្នាប្រាប់ខ្ញុំមើលថាអ្នកទាំងអស់គ្នាធំនឹងក្តីនៅមូលហេតុទី1ទំនួលខុសត្រូវនៅពេលដែលយើងនៅក្មេងយើងមានទំនួលខុសត្រូវបែបកូនក្មេងដូចជាត្រូវតែទៅរៀនត្រូវធ្វើកិច្ចការងារផ្ទះត្រូវធ្វើលំហាត់ត្រូវស្ដាប់គ្រូត្រូវស្ដាប់ឪពុកម្ដាយធ្វើជាកូនល្អការងារទាំងអស់ហ្នឹងទំនួលខុសត្រូវទាំងអស់ហ្នឹងវាជាទំនួលខុសត្រូវរបស់កូនក្មេងនៅពេលដែលយើងធំឡើងគឺយើងមានទំនួលខុសត្រូវផ្សេងៗទៀតនៅពេលដែលមនុស្សយើងទទួលបានទំនួលខុសត្រូវបែបមនុស្សធំពេលហ្នឹងឯងដែលធ្វើឲ្យយើងចាប់ផ្ដើមធំដឹងក្តីទំនួលខុសត្រូវមួយក្នុងចំណោមទំនួលខុសត្រូវមនុស្សធំទាំងអស់គឺជាការខិតខំប្រឹងប្រែងចិញ្ចឹមជីវិតរបស់ខ្លួនឯងខំរកលុយខ្លួនឯងខំចេញទៅធ្វើការខ្លួនឯងធ្វើម៉េចត្រូវមានអាហារចិញ្ចឹមកាពះត្រូវធ្វើម៉េចដើម្បីរកលុយមកផ្គត់ផ្គង់ជីវភាពខ្លួនឯងទិញរបស់ដែលខ្លួនឯងចង់បានធ្វើអ្វីដែលខ្លួនឯងចង់ធ្វើនៅពេលដែលយើងខំធ្វើគឺយើងទទួលបានបើយើងមិនធ្វើយើងមិនខំរកយើងមិនខំធ្វើការយើងប្រកាសជាអត់មានលុយយើងប្រកាសជាអត់បានទទួលបានអ្វីដែលយើងចង់បានអញ្ចឹងពេលនឹងឯងដែលធ្វើឲ្យយើងចេះគិតចេះពិចារណាចាយចេះសន្សំលំចៃព្រោះថាបើយើងធ្វើអីលិតឡក់ធ្វើអីអត់ចេះគិតចាយទៅពីទៅពីពេលហ្នឹងយើងប្រកាសជាដាច់លុយដាច់បាយជាមិនខានមូលហេតុទី2ការបាត់បង់ឬក៏ការឈឺចាប់ការឈឺចាប់វាមានច្រើនទម្រង់មានច្រើនបែបការឈឺចាប់ទី1គឺជាការឈឺចាប់ដោយសារតែយើងបាត់បង់មនុស្សជាទីស្រឡាញ់របស់យើងបាត់បង់ក្រុមគ្រួសារដូចជាឪពុកម្ដាយរបស់យើងឬក៏អ្នកដែលយើងគោរពស្រឡាញ់នៅពេលដែលយើងបាត់បង់មនុស្សទាំងអស់នោះគឺយើងពិបាកទទួលយកមែនទែនហើយអ្វីដែលពិបាកនឹងទទួលយកខ្លាំងគឺជាទំនួលខុសត្រូវរបស់គាត់បើយើងមានប្អូនតូចបើយើងមានយាយចាស់ឬក៏មនុស្សចាស់ដែលយើងត្រូវមើលថែដែលយើងត្រូវខ្លាចជាបន្ទុករបស់យើងពេលហ្នឹងគឺយើងមានទំនួលខុសត្រូវធំជាងមុនយើងត្រូវធ្វើម៉េចដើម្បីចិញ្ចឹមពួកគាត់ឲ្យរស់ធ្វើម៉េចថែរក្សាពួកគាត់ឲ្យបានល្អធ្វើម៉េចពេលខ្លះយើងត្រូវរៀនទៀតអញ្ចឹងទំនួលខុសត្រូវទាំងអស់ហ្នឹងវាធ្វើឲ្យយើងខ្លាចជាមនុស្សធំជាងមុនការជឿចាប់មួយទៀតគឺដោយសារតែការបាត់បង់មនុស្សជុំវិញខ្លួនរបស់យើងក្នុងន័យទំនាក់ទំនងមិនថាទំនាក់ទំនងរវាងក្រុមគ្រួសាររបស់យើងបងប្អូនរបស់យើងមិត្តភ័ក្តិរបស់យើងឬក៏សង្សាររបស់យើងនោះទេគឺនៅពេលដែលគេបោកប្រាស់ចិត្តយើងគេធ្វើឲ្យយើងខកចិត្តគេមិនធ្វើអ្វីដែលយើងចង់ឲ្យគេធ្វើឬក៏អ្វីដែលយើងរំពឹងថាគេនឹងធ្វើឬក៏យើងស្រឡាញ់គេម្នាក់ឯងចោះឬក៏ក្នុងទម្រង់ណាក៏ដោយឲ្យតែក្នុងទម្រង់ទំនាក់ទំនងរវាងមនុស្សពីរនាក់អញ្ចឹងនៅពេលដែលយើងទទួលបានការបាត់បង់ទទួលបានការឈឺចាប់ពីទំនាក់ទំនងហ្នឹងវាធ្វើឲ្យយើងធំនឹងក្តីជាងមុនគឺយើងដឹងថាយើងស្រឡាញ់អីយើងមិនចូលចិត្តអីយើងចូលចិត្តអីតើយើងចង់បានបែបណាមិនចង់បានបែបណាយើងគួរធ្វើអីថ្ងៃក្រោយយើងមិនគួរធ្វើអីថ្ងៃក្រោយយើងប្រយ័ត្នជាងមុនយើងយកចិត្តទុកដាក់ជាងមុនយើងខិតខំប្រឹងប្រែងជាងមុនព្រោះថាបើយើងធ្វើដដែលយើងនឹងទទួលបានការជឿចាប់ដដែលពីមនុស្សទាំងអស់ហ្នឹងការជឿចាប់មួយទៀតគឺជាការឈឺចាប់ពីការបាត់បង់ឱកាសការបាត់បង់ឱកាសនឹងមានច្រើនទម្រង់ទៀតមានដូចជាបាត់បង់ឱកាសការងារឱកាសរកចំណូលឱកាសអាហារូបករណ៍ឱកាសអ្វីក៏ដោយដែលយើងគិតថាមានតម្លៃការបាត់បង់ទាំងអស់ហ្នឹងវាធ្វើឲ្យយើងចាំវាធ្វើឲ្យយើងយល់ថាបើយើងខំប្រឹងទើបយើងទទួលបានបើយើងធ្វេសប្រហែសគឺយើងមិនទទួលបានទេវាធ្វើឲ្យយើងប្រយ័ត្នប្រយែងជាងមុនឲ្យយើងចេះខិតខំប្រឹងប្រែងជាងមុនឲ្យយើងយកចិត្តទុកដាក់ជាងមុនទើបយើងមិនទទួលបានការឈឺចាប់មិនទទួលបានការបាត់បង់ទាំងអស់នេះទៀតការឈឺចាប់ការបាត់បង់វាមិនមែនធ្វើឲ្យយើងធំនឹងក្តីទេប៉ុន្តែការរៀនពីការឈឺចាប់ដោយសារតែការបាត់បង់អ្វីម្យ៉ាងទើបធ្វើឲ្យយើងចេះគិតជាងមុនធ្វើឲ្យយើងធំនឹងក្តីមូលហេតុទី3មជ្ឈដ្ឋានខាងក្រៅនៅពេលដែលយើងចេញពីស្នូករបស់យើងចេញពីដងរបស់យើងចេញពីកន្លែងដែលយើងធ្លាប់នៅកន្លែងដែលយើងធ្លាប់ឃើញតាំងពីទូចមកទៅឃើញអ្វីដែលថ្មីឃើញអ្វីដែលប្លែកទៅដល់កន្លែងថ្មីទៅដល់ភូមិថ្មីក្រុងថ្មីខេត្តថ្មីប្រទេសថ្មីមួយជួបមនុស្សថ្មីដែលការគិតរបស់គេខុសពីយើងទស្សនៈរបស់គេប្លែកពីយើង
ពេលនឹងឯងវាធ្វើឲ្យភ្នែករបស់យើងគឺបើកកាន់តែធំកាន់តែច្បាស់ខួរក្បាលរបស់យើងកាន់តែយល់ដឹងកាន់តែច្រើនយល់ដឹងពីរបៀបអ្នកដតីអ្នកដែលយើងមិនដែលស្គាល់មិនដែលឃើញរស់នៅរបៀបដែលគេគិតពេលហ្នឹងទើបយើងយល់ពេលហ្នឹងទើបវាបានបើកភ្នែករបស់យើងឲ្យធំជាងមុនខួរក្បាលរបស់យើងឲ្យយល់ដឹងជាងមុនស៊ីជម្រៅជាងមុនដឹងអំពីរបៀបដែលគេរស់នៅរបៀបដែលគេគិតរបៀបដែលគេដោះស្រាយបញ្ហាអញ្ចឹងឃើញរឿងទាំងអស់ហ្នឹងស្គាល់មនុស្សទាំងអស់ហ្នឹងទៅដល់កន្លែងថ្មីទាំងអស់ហ្នឹងវាធ្វើឲ្យយើងចេះគិតច្រើនជាងមុនយល់ដឹងច្រើនជាងមុនធំដឹងក្តីច្រើនជាងមុនមូលហេតុទាំង3នេះគឺជាមូលហេតុ3ធំក្នុងចំណោមមូលហេតុជាច្រើនទៀតដែលធ្វើឲ្យមនុស្សយើងធំដឹងក្តីបន្ទាប់ពីស្ដាប់មូលហេតុទាំងអស់នេះហើយអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាធំដឹងក្តីនៅហើយអ្នកទាំងអស់គ្នាគិតថាមូលហេតុអីទៀតដែលធ្វើឲ្យមនុស្សធំដឹងក្តីអញ្ចឹងបើដឹង comment នៅខាងក្រោមទាំងអស់គ្នាខ្ញុំជីនឈៀនជួបខ្ញុំនៅវីដេអូក្រោយ